រឿងខ្លីអប់រំការរៀនហែទឹករបស់តារាតារាជាក្មេងស្រីអាយុ8ឆ្នាំដែលខ្លាចទឹកជាខ្លាំងរាល់ពេលមីងនាំទៅអាងហែទឹកគេតែងតែអង្គុយនៅគែមអាងជូតជើងទេសម្លឹងមើលមិត្តភក្តិលេងស្ទះទឹកយ៉ាងសប្បាយថ្ងៃមួយគ្រូហែទឹកថ្មីឈ្មោះលោកសារ៉េតចូលមករកតារាលោកអង្គុយចុះកម្រាលទឹកនៅជិតនាងហើយនិយាយថាតារាឯងដឹងអត់ថាមុននឹងចេះរត់ត្រូវរៀនដើរជាមុនសិនហើយមុននឹងចេះហែត្រូវរៀនដាក់មុខទឹកជាមុនសិនលោកសារ៉េតកុមារក្បូនហែទឹកតូចមួយមកឲ្យតារាតោះយើងមិនចាប់ផ្ដើមពីអាងធំទេតោះយើងចាប់ផ្ដើមពីក្បូននេះសិនសប្តាហ៍ទី1តារារៀនតែការផាត់ជើងនៅក្នុងទឹកនិងការផាវទឹកដោយដៃពេលខ្លះទឹកជួបប្រមៀលមុខនាងធ្វើឲ្យនាងព្រឺក្បាលភ្ញាក់ប៉ុន្តែលោកសារ៉េតតែនិយាយថាឌឺមិនអីទេនោះជាផ្នែកមួយនៃការរៀនតាមពិតទឹកមិនក្រោតក្រៀតដូចដែលឯងគិតទេវាគ្រាន់តែត្រូវការទំនាក់ទំនងត្រូវសប្តាហ៍ក្រោយមកលោកសារ៉េតបង្រៀនតារាឲ្យហែខ្លីនៅតាមគែមអាងគ្រូតាក់ទាញការយកចិត្តទុកដាក់របស់នាងដោយនិយាយថាឯងឃើញកាយវិការពួកមេឃាស្លាប់អត់ពួកគេមិនខ្លាចធ្លាក់ទេពួកគេជឿជាក់លើស្លាបរបស់ពួកគេការហែក៏ដូច្នោះដែរត្រូវជឿជាក់លើដៃនិងជើងរបស់ឯងថ្ងៃមួយនៅពេលតារាកំពុងអនុវត្តការហែក្មេងប្រុសម្នាក់ហែមកដល់ដោយល្បឿនហើយធ្វើឲ្យទឹកសន្ធោសន្ធៅតារាភ័យខ្លាំងបាត់ការគ្រប់គ្រងហើយចាប់ផ្ដើមលិចលោកសារ៉េតរហ័សចូលទៅជួយហើយនាំនាងមកគែមអាងវិញតារាយំដោយភ័យខ្លាំងក៏ខ្ញុំមិនអាចធ្វើបានទេខ្ញុំខ្លាចពេកលោកសារ៉េតទទួលស្គាល់ការភ័យខ្លាចរបស់នាងការខ្លាចគឺជាការធម្មតាតារាប៉ុន្តែស្ងួតកម្ដៅជាងទឹកត្រជាក់ត្រូវអត់ថ្ងៃនេះឯងបានឆ្លងរឿងដ៏លំបាកមួយហើយឯងនៅរស់នេះជាជោគជ័យមួយហើយបន្ទាប់ពីព្រឹត្តិការណ៍នោះតារាមានភាពប្រុងប្រយ័ត្នជាងមុននាងយល់ថាទឹកអាចក្រោតក្រៀតបានប៉ុន្តែក៏អាចជាមិត្តល្អបានដែរបើសិនយើងរៀនយោគយល់វារយៈពេល2ខែក្រោយមកតារាអាចហែឆ្លងកាត់អាងបានដោយខ្លួនឯងថ្ងៃនោះនាងហែទៅរកគែមអាងហើយសម្លឹងមើលមិត្តភក្តិដែលកំពុងលេងនៅគែមអាងពេលដែលពីមុននាងជាអ្នកអង្គុយមើលគេលោកសារ៉េតញញឹមពេញមុខដូចមេឃាដែលបើកស្លាបហើរលើទឹកមិនខ្លាចធ្លាក់ឥឡូវតារាក៏អាចហែលើទឹកដោយមិនខ្លាចលិចដែរតារាញឹមតបវិញក៏ខ្ញុំយល់ហើយគ្រូការខ្លាចធ្វើឲ្យយើងប្រុងប្រយ័ត្នប៉ុន្តែការហ៊ានធ្វើឲ្យយើងរីកចម្រើនពីថ្ងៃនោះមកតារាមិនខ្លាចទឹកទៀតហើយនាងយល់ថាជីវិតក៏ដូចទឹកដែរពេលខ្លះវាលើយពេលខ្លះវាជ្រួលច្របល់ប៉ុន្តែបើយើងរៀនយោគយល់វានិងជឿជាក់លើសមត្ថភាពរបស់ខ្លួនយើងអាចហែឆ្លងកាត់អ្វីទាំងអស់បានសារអប់រំការខ្លាចគឺជាធម្មជាតិប៉ុន្តែយើងមិនត្រូវឲ្យវាគ្រប់គ្រងជីវិតយើងដោយការស៊ូទ្រាំការអត់ធ្មត់និងការជឿជាក់លើខ្លួនឯងយើងអាចយកឈ្នះលើការខ្លាចនិងសម្រេចអ្វីដែលយើងធ្លាប់គិតថាមិនអាចធ្វើបានជីវិតពេលខ្លះដូចទឹកវាអាចលិចយើងបានប៉ុន្តែវាក៏អាចឲ្យយើងអណ្ដែតផងដែរបើយើងចេះរបៀប